អាយុដំពេញពូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញចូលរួមក្នុងពិធីចាក់បេតុងតភ្ជាប់មុខដំណរស្ពានខ្ពស់ជាងគេនៅកម្ពុជានៃគម្រោងផ្លូវជាតិលេខ10និងបើកដំណើរការជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី11ដល់ថ្ងៃទី17ខែមេសាឆ្នាំ2025នៅព្រឹកថ្ងៃអង្គារទី8ខែមេសាឆ្នាំ2025ឯកឧត្តមពេញពូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញចូលរួមនៅក្នុងពិធីចាក់បេតុងតភ្ជាប់មុខដំណរស្ពានខ្ពស់ជាងគេនៅកម្ពុជានៃគម្រោងផ្លូវជាតិលេខ1551ផជ10និងបើកឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នពីថ្ងៃទី11ដល់ថ្ងៃទី17ខែមេសាឆ្នាំ2025ក្រោមអធិបតេយ្យភាពឯកឧត្តមសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាដោយមានការចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកោះកុងខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងឯកឧត្តមលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តកោះកុងខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងឯកឧត្តមលោកជំទាវជាឋានៈដឹកនាំនៃក្រសួងមន្ត្រីរាជការនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តទាំង3និងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរផ្លូវជាតិលេខ1551ផជ10និងស្ពាននេះត្រូវបានបើកឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នសម្រាប់រថយន្តធុនតូចប្រភេទរថយន្តទេសចរគ្រួសារឆ្លងកាត់រយៈពេល1សប្តាហ៍ចាប់ពីថ្ងៃទី11ដល់ថ្ងៃទី17ខែមេសាឆ្នាំ2025ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគូបញ្ជាក់ផងដែរថាស្ពាននេះជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ10ដែលបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី9ខែមីនាឆ្នាំ2020ក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាស្ពានខ្ពស់ជាងគេនេះជាស្ពានទី28នៅក្នុងចំណោមស្ពានសរុបចំនួន32ដែលសាងសង់សម្រាប់បាន 98% មានប្រវែង537ម៉ែត្រកម្ពស់90ម៉ែត្រដោយគិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពានក្នុងនោះទទឹងស្ពានទាំងសងខាងមានប្រវែង10ម៉ែត្រនិងចំណុចកណ្ដាលសងខាងនៃស្ពានមានទីធ្លាសម្រាប់ចំណតថតរូបអនុស្សាវរីយ៍មានទទឹងសរុបចំនួន15ម៉ែត្រក្នុងប្រវែងសរុប10ម៉ែត្រពង្រីកម្ខាង 2,5 ម៉ែត្រផងដែរ